ត្រូវរៀនទទួលឈឺចាប់អោហើយមាននិស្ស័យគេក៏មកអស់និស្ស័យគេក៏ចេញទៅកុំនៅឈឺចាប់សោកសៅព្រោះអ្វីមិនទៀងទាត់ឡើយគ្រប់យ៉ាងគឺវាសនាអ្នកកំណត់រួចទៅហើយយំស្ដាយមិនមកវិញមាននិស្ស័យយើងក៏ជួបអស់និស្ស័យពោះយើងក៏បែកអ្នកដែលត្រូវហូរទឹកភ្នែកគឺអ្នកដែលនៅស្រឡាញ់ហើយអ្នកដែលញញឹមគឺអ្នកដែលកំពុងចាកចេញព្រោះគេអស់ស្រឡាញ់មានអ្វីត្រូវខ្វល់